hello សួស្តីមានអ្នកធ្លាប់ជួបបញ្ហានេះអត់បញ្ហាហ្នឹងគឺ SMS fee នៅពេលដែល login Telegram វានឹងទាឲ្យយើង pay សម្រាប់ message login ចូលហ្នឹងបើសិនជាជួបបញ្ហាហ្នឹងយើងមានដំណោះស្រាយងាយជូនបាទអាចមើលយើងសួរទៅកាន់ Gemini ទៅវាប្រាប់យើងច្រើនហោហាយមកប៉ុន្តែដំណោះស្រាយបើសិនជាយើងបាន login ចូលទៅកាន់ device ផ្សេងទៅកាន់ទូរស័ព្ទផ្សេងវាអត់អីទេប៉ុន្តែបញ្ហាធំបំផុតគឺយើងមាន account នៅក្នុងតែទូរស័ព្ទនឹងតែមួយទេហើយវា login ចូលអត់បានទៀតនេះគឺបញ្ហាធំដូច្នេះយើងនេះធ្វើតាមការណែនាំរបស់វាច្រើនពេកទៅខ្ញុំក៏សង្ខេបបានដំណោះស្រាយបន្តិចទី1បញ្ហាហ្នឹងវាឈ្មោះថា Telegram Free Problems ហើយដំណោះស្រាយវាគឺងាយទេខ្ញុំប្រើពេល3ថ្ងៃដើម្បីដោះស្រាយអ្នកគ្នានៅពេលដែល login ចេញនៅពេលដែលយើង login ត្រឹមតែចេញនេះត្រឹមតែចេញបែបនេះណាយើងបានបំពេញ email ចូលរួចក្នុងហ្នឹងហើយប៉ុន្តែវាអត់បានទេគឺវាជាប់បញ្ហាអញ្ចឹងបែបនេះយើងសាកប្រើទូរស័ព្ទផ្សេងកុំប្រើ laptop កុំប្រើ laptop ទេប្រើទូរស័ព្ទឬក៏ tablet ផ្សេងដើម្បី login ចូលហើយយើងព្យាយាមដូរទៅបើមិនជា login លើកទី1ហើយប្រើចឹងដូរអ៊ីនធឺណិតហើយប្រើ Wi-Fi ផងទៅម្ដងប្រើអ៊ីនធឺណិតម្ដងប្រើ Wi-Fi ទៅ login ចូលហើយនៅពេលដែលយើង login ចូលបានវានឹងផ្ញើលេខកូដ4តាមរយៈ email ដែលយើងបានបំពេញខាងលើហ្នឹងណា email វានឹងផ្ញើលេខកូដ4ខ្ទង់មកលេខកូដ4ខ្ទង់តម្រុំវាចេះតែមិនមែនលេខនេះណាបន្ទាប់មកវានឹងវាបានលេខកូដ4ខ្ទង់ហ្នឹងហើយបំពេញចូលទៅដល់មកវាឲ្យយើង login ចូលបានធម្មតា